សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជា step យកសាច់ទ្រូងលេងយកសាច់ទ្រូងខាងលើទ្រូងខាងក្រោមអាចទស្សនាលេងបាននេះមិនតែទ្រូងឯងមិនតែយើងផ្ដោតយកទ្រូងតែមួយមុខឯងគឺមានស្មាដែរហត់យើងចាប់ផ្ដើមលេងស្រាលមួយសិនអត់ទាន់ហ៊ានសម្រុករងថ្ងៃព្រោះយើងខានយូរតែយើងសម្រុករាល់ថ្ងៃពិបាកឈឺឡើយមួយ step បងប្អូនក្បាច់នេះគឺយកទ្រូងវាមានខាងលើខាងក្រោមយើងអាចយកពីខាងក្រោមទៅវិញស្មាទ្រូងជើងហាត់ផ្សេងគ្នាហាត់ប្រាណបើយើងមានពេលហាត់ល្អខ្ញុំហាត់ជាប់មួយរយៈទៅអត់ដែលមានជំងឺមានអីមកបៀដល់ពេលយើងខានហាត់នឹងតែឈឺពេលខ្លះគឺចង់មែនតែខានហាត់ប្រាណអីចង់តែឈឺយើងអាចហាត់ក្នុងមួយអាទិត្យអាចហាត់5ថ្ងៃសម្រាប់2ថ្ងៃក៏បានដែរឬមួយហាត់ក្នុងមួយអាទិត្យហាត់4ថ្ងៃសម្រាប់3ថ្ងៃក៏បានដែរ3ថ្ងៃយើងអាចយកលេងបាល់យើងអាចលេងអីទាក់ទងនឹងកីឡាក៏បានដែរអត់ជាបញ្ហាទេTalo. Sorry.
Why